ធនាគារជាតិនៃកម្ពុជាបានបិទធនាគារពាណិជ្ជកម្មPanda បើសិនជាយើងមើលឈ្មោះហើយនឹងរូប logo របស់ធនាគារហ្នឹងយើងដឹងភ្លាមថាធនាគាររបៀបហ្នឹងគឺជាធនាគារដែលបើកសម្រាប់ប្រតិបត្តិការពណ៌ប្រផេះគ្មានធនាគារណាមកបើកដាក់ឈ្មោះ Panda ដាក់ឈ្មោះខ្ទើយដាក់ឈ្មោះអីចឹងទេប៉ុន្តែធនាគារនេះគឺជាធនាគារគ្រាន់តែឈ្មោះក៏ដឹងថាជាធនាគារដែលប្រតិបត្តិការពណ៌ប្រផេះសំណួរសួរថាចុះហេតុដូចម្ដេចបានយកបើកបានថាស្រុកខ្មែរយើងបើកស្អីក៏បានដែរណាហើយចុះឥឡូវនេះមិនបានធនាគារដូច Panda អីហ្នឹងត្រូវបានធនាគារជាតិនៃកម្ពុជាបិទពីព្រោះឥឡូវនេះគេកំពុងតែបោសសម្អាត scam ដូច្នេះហើយដើម្បីធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារមើលទៅរូបរាងសមរម្យអញ្ចឹងឈុតឆាកនៃរឿងហ្នឹងក៏គេចេះតែមានអញ្ចឹងទៅណាធនាគារជាតិនៃកម្ពុជាបានបិទធនាគារ Panda Commercial Bank ណាគឺដោយសារមូលហេតុអីដោយសារមូលហេតុដោយសារគេសង្កេតឃើញធនាគារនឹងមិនអាចគ្រប់គ្រងបានដោយសារតែមិនអាចគ្រប់គ្រងបានហ្នឹងអញ្ចឹងគេក៏ចាត់ទុកថាធនាគារហ្នឹងធនាគារជាតិនៃកម្ពុជាក៏ត្រូវតែបិទចំណែកធនាគារ Prince ណាប៉ុណ្ណាណីនៅចំពោះមុខអត់បិទទេទុកមកសន្ទុះសិនពីព្រោះខាងលើមិនទាន់ប្រាប់ឲ្យបិទបាទពីព្រោះច្រើនជឿហ្នឹងគាត់ជាណាពីព្រោះច្រើនជឿហ្នឹងគាត់ជាទីប្រឹក្សាដ៏មហាអស្ចារ្យមហាលោតផ្លោះរបស់មេដឹកនាំដូច្នេះហើយណាក៏គេតែងតែធ្វើអញ្ចឹងអរគុណហើយម្ចាស់តែមួយទេគេបើកប្រព័ន្ធគេហៅ Snail Banks ជាកូនកណ្ដុរកូនក្រឡាតដើម្បីធ្វើអាជីវកម្មពណ៌ប្រផេះផ្នែកលុយកាក់ធនាគារជាតិនៃកម្ពុជាមិនមែនមិនដឹងទេប៉ុន្តែគាត់អត់ដឹងណាសិង្ហវ៉ាបាននិយាយថាធនាគារ Panda Bank បានត្រូវបិទកាលពីថ្ងៃច័ន្ទកន្លងទៅនេះដោយធនាគារជាតិនៃកម្ពុជាដោយសារស្ថានភាពហិរញ្ញវត្ថុនៃធនាគារនឹងមិនល្អតាមរយៈនៃសេចក្តីថ្លែងជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានសម្ដែងឲ្យដឹងថាធនាគារ Panda Commercial Bank មានបញ្ហាហិរញ្ញវត្ថុដែលនាំឲ្យធនាគារកណ្ដាលគិតថាធនាគារនេះប្រតិបត្តិការលែងទៅមុខបិទវាចោលទៅការហាមឃាត់នេះគឺធនាគារ Panda Commercial Bank ហាមឃាត់មិនឲ្យទទួលដាក់ប្រាក់ទៀតទេហាមផ្ដាច់មិនឲ្យបោះកម្ចីទៀតទេហាមផ្ដាច់មិនឲ្យធ្វើកិច្ចការទៀតទេដូច្នេះហើយធនាគារជាតិនៃកម្ពុជាគឺបន្តប្រាប់ថានរណាដែលជំពាក់លុយធនាគារនេះបន្តសងលុយធនាគារវិញទោះបីធនាគារនឹងបិទក៏ដោយចំណាំមើលបងប្អូនធនាគារនៅក្នុងប្រទេសមានច្បាប់ទម្លាប់តែគេអនុវត្តច្បាប់ប្រសិទ្ធភាពកាលណាធនាគារបិទធនធានទ្រព្យសម្បត្តិរបស់ធនាគារនឹងត្រូវលក់ទៅឲ្យអ្នកដតីទិញយកធនាគារដតីទិញយកទ្រព្យសម្បត្តិនឹងហើយការធានារ៉ាប់រង
ដែលមានក៏ត្រូវបង់ឲ្យអ្នកដែលបាត់បង់ទ្រព្យរីឯបំណុលរបស់ធនាគារត្រូវលក់ទៅឲ្យមនុស្សទី2ទី3ដែលគេបន្តទេប្រាក់តទៅទៀតនៅប្រទេសកម្ពុជាយើងខ្ញុំអត់ដឹងទេកាលធនាគារនេះបានបើកនៅឆ្នាំ2019 6ឆ្នាំមុនបងប្អូនគឺពេញទៅដោយសម័យកាល scam ដែលកំពុងតែរីកខ្លាំងមែនទែនណាពីឆ្នាំ2019ធនាគារនេះបានទទួលនៅអាជ្ញាប័ណ្ណបើកធនាគារដែលធនាគារនេះប្រកាសថាខ្លួនមានទឹកប្រាក់$776 លាននៅក្នុងចុងឆ្នាំ2025ណាទោះបីយ៉ាងណាធនាគារនេះត្រូវបានធនាគារជាតិនៃកម្ពុជាទើបនឹងភ្ញាក់ពីដេកហើយបានតម្រូវឲ្យបិទទ្វារចំណែកធនាគារ Prince មិនបិទទេទាល់តែមេពីលើឲ្យភ្លើងបៃតងសិនបានបិទត្រង់នេះយើងឃើញហើយថានៅប្រទេសកម្ពុជាមានធនាគារដែលមិនអាចទុកចិត្តបានដូច្នេះបើសិនណាជាមានការឆ្លោះឆ្លួយមានបញ្ហាជាមួយគ្នានេះយើងត្រូវដឹងនៅប្រទេសកម្ពុជាមានធនាគារដែលយើងអាចទុកចិត្តបានណាធនាគារដែលយើងអាចទុកចិត្តបានក៏មានដែរយើងត្រូវដឹងអំពីធនាគារដែលអាចទុកចិត្តបានណាធនាគារដែលអាចទុកចិត្តបានក៏យើងត្រូវដឹងថាធនាគារណាខ្លះដែលអាចទុកចិត្តបានធនាគារដែលអាចទុកចិត្តបានមិនមែនទុកចិត្តបាន 100% ណាប៉ុន្តែអាចទុកចិត្តបានគឺធនាគារ ABA Axelida Canadian Bank KB ប្រាក់ស័កណាធនាគារអស់នេះយើងអាចទុកចិត្តបានធនាគារមួយចំនួនទៀតគឺជាធនាគារតូចតាចដូច្នេះត្រូវប្រុងប្រយ័ត្នធនាគារនៅប្រទេសកម្ពុជាមានច្រើនណាស់មាន40-60ធនាគារចំនួនពិតប្រាកដមិនដឹងទេគ្រាន់តែដឹងខ្លះតែប៉ុណ្ណឹងចំណែកឯធនាគារដែលយើងលេខឈ្មោះជាងគេគឺមានតែ Axelida ABA ណា ARB យើងក៏មិនដែលសូវដឹងដែរ Alpha Commercial ក៏យើងមិនសូវ Asia Pacific BIC គឺធនាគារវាមាន40-50ធនាគារដូច្នេះហើយធនាគារទាំងអស់នេះយើងអត់ដឹងថាយ៉ាងម៉េចទេយើងពឹងផ្អែកទៅលើធនាគារជាតិនៃកម្ពុជាតែធនាគារជាតិនៃកម្ពុជាគាត់ធ្វើកិច្ចការជួនកាលទៅយើងក៏យ៉ាប់ដែរដូច្នេះហើយលុយកាក់ខាងផ្នែកគាំពែសុវត្ថិភាពនិងកំណត់ហានិភ័យលើការទុកប្រាក់របស់យើងនៅប្រទេសកម្ពុជាក៏ចេះតែសួរគ្នាទៅណាបងប្អូនធនាគារណាធំប៉ុណ្ណាណាយ៉ាងណាយ៉ាងណីពីព្រោះគ្មានអ្នកណាអាចទេត្រូវទេស្រុកយើងមានសភាពជាស្រុកសេះហោះបាទស្រុកសេះហោះណាបងប្អូនបាទជួនកាលហោះជួនកាលទៅដួលបាក់ជើងពីព្រោះអ្វីសិតតែយើងនិយាយមិនបានទេកាលណានិយាយទៅគេថាយើងនឹងប៉ះពាល់ដល់តម្លៃនៃណាប៉ះពាល់ដល់តម្លៃនៃប្រតិបត្តិការត្រឹមត្រូវនៃសេចក្តីថ្លៃថ្នូរដូច្នេះហើយគឺมันអាចនឹងនិយាយបានតែក្នុងចិត្តយើងដឹងសួរគ្នាទៅណាថាតើអាចនឹងទុកចិត្តធនាគារណាលុយច្រើនពេកយើងរំលែកទៅច្រើនកន្លែងទៅបើមិនចឹងទេដល់ពេលវាបាត់ទៅអត់មានអ្នកណាសងយើងទេណាបងប្អូនអានឹងចឹងអញ្ចឹងថ្ងៃនេះព័ត៌មានយើងឃើញហើយថាស្អីវាកើតឡើងអញ្ចឹងបាទតានៅស្រុកខ្មែរគេនិយមចាយលុយយក smartphone scan QR code មានផលល្អអ្វីខ្លះអាក្រក់អ្វីខ្លះវាអាស្រ័យទៅលើសន្តិសុខរបស់ប្រព័ន្ធតាអត់អាចនិយាយបានទេ
សន្តិសុខរបស់ប្រព័ន្ធតែប្រព័ន្ធគេរៀបសន្តិសុខបានល្អប៉ុណ្ណាបើគេរៀបបានល្អគឺមមតំវាមិនមែនដោយសារការ scan QR code អីទេគឺជា digital services ដែលស្រេចទៅលើប្រព័ន្ធរបស់រៀបចំបើធនាគារឧទាហរណ៍ដូចបាគងបើបាគងមានប្រព័ន្ធរឹងមាំបាគងមិនសូវមានបញ្ហាយើងប្រើតាមបាគងវិញបើវិញមានប្រព័ន្ធល្អយើងប្រើតាមវិញដូច្នេះហើយការប្រើនេះគឺតែងមានហានិភ័យហើយចំណាំមើលហើយឆែកឲ្យទៀងទាត់ហើយលុយដែលយើងធ្ពក់ account របស់យើងទៅនឹងចំណាយយើងដាក់លុយតិចយើងដាក់លុយតិចយើងក៏ដាក់លុយច្រើនបើសិនជាមានគេធ្ពក់យកលុយយើងវាមិនបាត់ទាំងអស់យើងត្រូវប្រុងប្រយ័ត្ននៅក្នុងកិច្ចការអស់ហ្នឹងចំណែកដែលនិយាយថាតើប្រព័ន្ធណាល្អវាអត់អាចនិយាយពីអាមេរិកនេះទៅថាល្អឬអាក្រក់បានទេ Digital Banking គឺស្ថិតនៅក្រោមការគាំពែរបស់ធនាគារជាតិនៃកម្ពុជាធនាគារជាតិនៃកម្ពុជាមានអង្គភាពសុវត្ថិភាពអង្គភាពបច្ចេកទេសអង្គភាពតាមដានបើធនាគារជាតិនៃកម្ពុជាអត់ប្រាប់យើងទេយើងមិនងាយដឹងទេយើងមិនងាយដឹងទេអានោះអញ្ចឹងអ្វីពឹងទៅលើរាជការបើរាជការលោកមិនសូវប្រកែយើងនឹងក៏រស់នៅប្រកបទៅដោយហានិភ័យអានោះគឺជាអត់រួចទេនៅអាមេរិកក៏អញ្ចឹងដែរដូច្នេះហើយប្រទេសយើងប្រយ័ត្នប្រយែងទៅពីព្រោះប្រទេសយើងណាប្រទេសយើងមិនសូវមាំទេមិនសូវមាំណាហើយការតវ៉ាអីក៏មិនសូវចាញ់ផលដែរអាហ្នឹងអញ្ចឹងបាទខ្ញុំឆ្លើយឆ្លងជាមួយបន្តិចសួស្តីសាផុនជ័យសូមបញ្យល់អំពីនយោបាយភូមិសាស្ត្រនយោបាយនយោបាយភូមិសាស្ត្រនិងភូមិសាស្ត្រនយោបាយភូមិសាស្ត្រគឺនយោបាយទៅលើតំបន់មួយភូមិសាស្ត្រនយោបាយគឺជាឈ្មោះមុខវិជ្ជាមួយដែលគេរៀនបញ្ជាក់ម្ដងទៀតណាសាផុនជ័យនយោបាយភូមិសាស្ត្រគឺជានយោបាយមួយទៅលើទីតាំងមួយភូមិសាស្ត្រនយោបាយគឺជាមុខវិជ្ជាដែលគេរៀនយកមកគេធ្វើជាវិជ្ជាសម្រាប់ធ្វើការវិភាគបែងចែកនយោបាយមួយគឺជាមុខវិជ្ជាមួយទៀតគឺជាតួនយោបាយនយោបាយភូមិសាស្ត្រគឺជានយោបាយទៅលើទីតាំងមួយភូមិសាស្ត្រនយោបាយគឺជាមុខវិជ្ជាសម្រាប់យកមកវិភាគតកតងនឹងទីតាំងធនធានធម្មជាតិភោគរ៉ែច្រកចេញចូលទំនាក់ទំនងច្រើនយ៉ាងដែលខ្ញុំលើកយកមកអធិប្បាយចំនួន5គន្លឹះស្នូលនៃភូមិសាស្ត្រនយោបាយខ្ញុំធ្លាប់លើកមកនិយាយណាខាងភូមិសាស្ត្រនយោបាយហ្នឹងញឹកញយដែរដូច្នេះវាខុសគ្នានយោបាយភូមិសាស្ត្រគឺជានយោបាយលើទីតាំងមួយភូមិសាស្ត្រនយោបាយគឺជាមុខវិជ្ជាមួយសម្រាប់រៀនយកមកធ្វើការវិភាគលើទីតាំងធនធានធម្មជាតិ
ច្រកចេញចូលហានិភ័យដែលឈរនៅលើគន្លឹះស្នូល5យ៉ាងដែលគេយកមកប្រើធ្វើការវិភាគអូខេសាផុនជ័យសាមអូខេអរគុណចំពោះព័ត៌មានបាទអរគុណសាមអរគុណនៅឆ្នាំ1000រតនៈកម្ពុជានៅប្រទេសកម្ពុជានៅប្រទេសវៀតណាមសុទ្ធសឹងជាប្រទេសកុម្មុយនីសដឹកនាំកម្ពុជាវៀតណាមខុសគ្នាត្រង់ណាអត់មានខុសគ្នាទេកុម្មុយនីសនៅឡាវនៅកម្ពុជានិងនៅវៀតណាមកុម្មុយនីសតែមួយអូខេកុម្មុយនីសតែមួយមេធំគឺវៀតណាមម៉ាឡេរឿងការកសាងទេសចរគឺនៅពេលដែលក្មួយស្ដាប់ចំណុចណាដែលល្អក្មួយកត់ទុកអាហ្នឹងគេហៅ tourist development ប្រទេសម៉ាឡេស៊ីសិង្ហបុរីថៃឡង់វៀតណាមគេតែងតែយកចាត់ទុកដាក់លើការអភិវឌ្ឍផ្នែកទេសចរដែលការអភិវឌ្ឍនៅប្រទេសមួយគឺសិតតែជួលក្រុមហ៊ុនជំនាញឲ្យមករៀបផែនការទេសចរឧទាហរណ៍ដូចជាទេសចរម៉ាឡេចាប់ផ្ដើមរីកចម្រើននៅឆ្នាំ1985ពេលនោះខ្ញុំចាំបានកាលនោះខ្ញុំយើងមិនទាន់មានអ៊ីនធឺណិតទេពេលហ្នឹងខ្ញុំអានទស្សនាវដ្តី2មួយគឺ Asia Week មួយទៀត Far Eastern Economic Review ខ្ញុំអានទស្សនាវដ្តី2ហើយកាលនោះខ្ញុំមើលកាសែត The Straits Times The South China Morning Post The Bangkok Post The Nation ឥឡូវវាឈប់បោះហើយណាខ្ញុំអានទស្សនាវដ្តី The Asia Week The Far Eastern Economic Review កាសែត The Straits Times របស់សិង្ហបុរី The South China Morning Post Hong Kong The Bangkok Post and The Nation Thailand ខ្ញុំអានសៀវភៅខ្ញុំអានព័ត៌មានហ្នឹងខ្ញុំចាំបានថានៅក្នុងរវាងឆ្នាំ1985ចាប់ពីពាក់កណ្ដាលទី80ម៉ាឡេស៊ីចាប់ផ្ដើមយកចិត្តទុកដាក់កសាងទេសចរដំបងណាក្មួយម៉ាឡេដំបងម៉ាឡេស៊ីដំបងការរៀបចំទេសចរដំបងគឺប្រគុណអាចហ្នឹងគឺបង្គន់អាចម៉ាឡេស៊ីរៀបចំទេសចរដំបងគឺរៀបបង្គន់កូនអាចហ្នឹងហ្មងពីព្រោះម៉ាឡេស៊ីនេះបង្គន់អាចវាកក្រិចខ្លាំងណាស់បង្គន់អាចតាមហាងមួយកក្រិចហើយប
ប្រគល់អាចម៉ាឡេក៏កក្រិចប្រគល់អាចចិននៅម៉ាឡេក៏កក្រិចហើយយើងដឹងហើយប្រគល់អាចដែលកក្រិចកាលណាគេនិយាយពីប្រគល់អាចកក្រិចគឺស្លាអាស៊ីស្លាអាស៊ីកាលណាគេនិយាយថាប្រគល់អាចកក្រិចគឺស្លាអាស៊ីណាយើងកុំនិយាយទ្វីបដទៃយើងនិយាយតែត្រឹមតែអឺរ៉ុបហើយនិងអាស៊ីកាលណាគេនិយាយរឿងប្រគល់អាចកក្រិចគឺអាស៊ីម៉ាឡេពីដើមប្រគល់អាចស្អុយលហុំណាប្រគល់អាចឥណ្ឌូនេស៊ីក៏ស្អុយម៉ាឡេក៏ស្អុយថៃក៏ស្អុយឥណ្ឌូនេក៏ស្អុយកូរ៉េក៏ស្អុយប្រគល់ក៏ស្អុយអញ្ចឹងនៅពេលដែលគេធ្វើការអភិវឌ្ឍផ្នែកទេសចរដំបូងគេអនុវត្តផ្នែកទេសចរដំបូងគឺគេចាប់ផ្ដើមនៅម៉ាឡេស៊ីគឺរៀបចំបង្គន់អាចអានេះខ្ញុំនិយាយពីរឿងខ្ញុំចាំហើយហេតុដូចម្ដេចបានជាខ្ញុំចាំពីព្រោះថៃវាចាប់ផ្ដើមកសាងទេសចរវានៅដើមទសវត្សរ៍ទី80នៅដើមទសវត្សរ៍ទី80ការជួបប្រទះនឹងបញ្ហាទេសចររបស់វាគឺប្រគល់អាចហ្នឹងណាហើយសិង្ហបុរីដែលវាកសាងប្រទេសរបស់វាហើយនឹងទេសចរប្រទេសរបស់វាគឺប្រគល់អាចហ្នឹងឯងប្រគល់អាចហើយកូរ៉េហើយនឹងជប៉ុននេះគឺចាប់ដើមទេសចរវាដំបូងគឺរឿងប្រគល់អាចហ្នឹងឯងអញ្ចឹងហើយដល់ពេលប្រទេសមួយដែលបានឆ្លងកាត់ការកសាងទេសចរបានជោគជ័យម៉ាឡេនៅក្នុងទីពាក់កណ្ដាលគ្រិស្តសករាជ1980ក៏ចាប់ផ្ដើមកសាងទេសចរគឺចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើប្រគល់អាចនៅឆ្នាំ1985ក៏ចាប់ផ្ដើមផ្សព្វផ្សាយពីរឿងទីក្រុងកូឡាឡុំពួរមានប្រគល់អាចស្អាតហើយនឹងមានប្រគល់អាចសាធារណៈខ្លះដែលចាប់ផ្ដើមតាក់ទាញឲ្យភ្ញៀវទេសចរយល់ឃើញថាទៅលេងម៉ាឡេនៅក្នុងទីក្រុងកូឡាឡុំពួរมันពិបាកជួអាចជួនោមទេបន្ទាប់ពីប្រគល់អាចស្អាតម៉ាឡេយកចិត្តទុកដាក់សោភ័ណភាពនិងអនាម័យក្រុងកូឡាឡុំពួរណាយកចិត្តទុកដាក់សោភ័ណភាពនិងអនាម័យក្រុងកូឡាឡុំពួរដល់ហើយក៏សាងអាកាសចរស៊ីវិល The Malaysian Airline រហូតដល់ពេលដែលគេធ្វើសំណង់អាគារខ្ពស់ពីរហ្នឹងខ្ញុំមិនដឹងគេហៅអីទេព្រោះខ្ញុំមិនដែលបានឡើងបានអីទេអញ្ចឹងក៏សាងតាំងពីហ្នឹងមកក៏ម៉ាឡេស៊ីហ្នឹងឈានទៅរកទេសចរចាប់អារម្មណ៍ដោយទេសចរអឺរ៉ុបអាមេរិកហើយទេសចរគេចាប់ពីប្រគល់អាចសោភ័ណភាពនិងអនាម័យទីក្រុងកូឡាឡុំពួរហើយនឹងមួយទៀតទី3គឺសេវាកម្មផ្លូវភេទម៉ាឡេក៏ចាប់ផ្ដើមកសាងសេវាកម្មផ្លូវភេទបើយើងមើលពីការរៀបរាប់របស់ទេសចរនៅអាស៊ីយើងមិនឃើញគេនិយាយអញ្ចឹងទេប៉ុន្តែតាមខ្ញុំចាំគឺចាប់ផ្ដើមដំបូងគឺប្រគល់អាចឲ្យបានសោភ័ណភាពទីក្រុងហើយនឹងផ្លូវភេទក៏គេចាប់ផ្ដើមកសាងអាកាសចរស៊ីវិលមកទល់ពេលនេះម៉ាឡេ
បារាជ័យមួយអាកាសចរស៊ីវិលម៉ាឡេបារាជ័យអាកាសចរស៊ីវិលអត់បានជោគជ័យទេនៅក្នុងប្រទេសអាស៊ីប៉ែកអាគ្នេយ៍អាកាសចរស៊ីវិលដែលបានជោគជ័យទី1សិង្ហបុរីណាទី1សិង្ហបុរីទី2ថៃឡែនក្រៅពីនឹងអាស៊ីប៉ែកអាគ្នេយ៍គ្មានប្រទេសណាបានជោគជ័យខាងអាកាសចរស៊ីវិលទេមកទល់ពេលនេះអាកាសចរស៊ីវិលសម្រាប់បណ្ដាប្រទេសអាស៊ានដួលទាំងអស់លើកលែងតែសិង្ហបុរីមួយទេថៃក៏បញ្ហាខាតចំណែកឥណ្ឌូនេស៊ីមិនដែលងើបរួចទេហើយម៉ាឡេស៊ីនេះក៏បារាជ័យតែបច្ចុប្បន្ននេះប្រទេសទាំងអស់នៅក្នុងអាស៊ានគឺមានតែសិង្ហបុរីមួយទេដែលកសាងអាកាសចរស៊ីវិលបានជោគជ័យឥឡូវនេះប្រទេសដែលកំពុងតែប្រើប្រាស់លុយកាក់ច្រើនណានោះអានឹងគេហៅថា regional airline អត់និយាយទេនិយាយពី national flag airline អាកាសចរជាតិនិយាយអំពីអាកាសចរជាតិណាក្មួយម៉ាឡេមិននិយាយពី regional airline ទេ regional airline ហ្នឹងហោះចិត្តហ្នឹងណានិយាយពីយន្តហោះដែលហោះមកអឺរ៉ុបមកអាមេរិកអាស៊ានទាំងមូលហ្នឹងឥឡូវហ្នឹងមានតែមួយទេគឺ Singapore Airlines ហើយយន្តអាកាសចរស៊ីវិលដែលកំពុងតែខំប្រឹងទិញយន្តហោះថ្មីយកទៅបំពន់ហ្នឹងគឺវៀតណាម Airlines តែអត់ទាន់ទៅរួចទេអត់ទាន់ចាត់ទុកថាជោគជ័យទេអូខេចំណែកឯថៃ Airways ថៃ International វាខាតនឹងនិយាយប៉ុណ្ណឹងណានៅអាស៊ីលើកលែងប្រទេសដទៃប្រទេសដែលខំប្រឹងកសាងអាកាសចរជាតិមានឥណ្ឌូនេស៊ីតាំងពីសម័យប្រធានាធិបតីស៊ូហាតូនិងម៉ាឡេតាំងពីសម័យមូហាម៉េតមូហាធាដួលអត់ដែលបានជោគជ័យទេ Malaysian Airlines គ្រាន់បើជាង Garuda បន្តិចប៉ុន្តែវាអត់បានជោគជ័យអូខេត្រឡប់ទៅវិញបញ្ចប់រឿងទេសចរម៉ាឡេរៀនតាមថៃរៀនតាមសិង្ហបុរីដំណោះស្រាយដំបូងគឺប្រគុណអាចទី2អនាម័យនិងសោភ័ណភាពកូឡាលំពួរទី3ផ្លូវភេទខ្ញុំមិនដឹងថានៅមានយ៉ាងម៉េចទេឥឡូវនេះណាពីដើមឡើយកាលណាយើងចង់ដេកជាមួយនឹងស្រីបេសយ៉ាគេមានកូនឡានដាក់ក្រែនៅក្នុងឡានហ្នឹងមកទទួលយើងដល់ចំណុចមួយនៃផ្លូវត្រឡែងកែងយើងឡើងទៅយើងដេកជាមួយស្រីទៅហើយឡានហ្នឹងបើកនៅកូឡាលំពួរហ្នឹងបាទអាហ្នឹងពីដើមអញ្ចឹងហើយការកសាងផ្លូវភេទនេះហ្វីលីពីនឥណ្ឌូនេស៊ីអត់បានជោគជ័យមិនដឹងយ៉ាងម៉េចគេកសាងទេសចរគេដែរប៉ុន្តែមិនបានជោគជ័យខាងផ្លូវភេទប្រទេសដែលបានជោគជ័យផ្លូវភេទគឺប្រទេសថៃហើយដែលកសាងផ្លូវភេទនៅប្រទេសថៃហ្នឹងគឺថៃរៀនពីជប៉ុនចាប់តាំងពីទសវត្សរ៍ទី50មកជប៉ុនកសាងប្រទេសដោយពឹងទៅលើមូលដ្ឋានផ្លូវភេទតែបើយើងទៅអានសភៅអីយើងមិនឃើញអញ្ចឹងទេណាហើយប្រទេសមួយទៀតដែលនៅក្រៅអាស៊ានធ្លាក់ខ្លួនក្រខ្លាំងដល់ហើយកសាងជីវភាពអាស៊ានដែរអាស៊ីដែរប៉ុន្តែមិនមែននៅក្នុងអាស៊ានគឺតៃវ៉ាន់គឺពឹងទៅលើមុខរបរផ្លូវភេទដើម្បីជួយសេដ្ឋកិច្ច
ខ្ញុំជឿថាក្មួយប្រហែលជាប្លែកចិត្តថាម៉េចបានជាខ្ញុំចង្អុលចំអញ្ចឹងរឿងនេះនៅក្នុងសៀវភៅប្រវត្តិសាស្ត្រទេសចរនៃប្រទេសមួយគេអត់និយាយទេប៉ុន្តែទេសចរគឺអាស៊ីពីដើមគ្មានអីឲ្យគេចាប់អារម្មណ៍ក្រៅពីតុយទេបើកន្លែងហ្នឹងមានតុយបានពួកអឺរ៉ុបអាមេរិកអីទៅដល់បាននេះទេសចរប្រវត្តិសាស្ត្រទៅមើលបារូបាឌូទៅមើលរមណីយដ្ឋានគោអីតាច់ទេខាងអឺរ៉ុបអាមេរិកនេះទៅតុយណាហើយទេសចរផ្លូវភេទនេះក៏វាคล้ายទៅជាមូលដ្ឋានទេសចរនៃអាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងអាហ្នឹងអញ្ចឹងកូនណាដូច្នេះហើយពេលកូនឯងមើលវីដេអូចាប់អារម្មណ៍កត់ទុកណាកត់ទុកនៅចំណុចសំខាន់នៃការកសាងទេសចរអូខេចប់